សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំធ្វើវីដេអូមួយទៀតហើយដែលវីដេអូនេះទីតាំងនេះខ្ញុំធ្លាប់បានផុសម្ដងហើយដោយសារខ្ញុំទៅច្រើនខែដែរហើយបាទទីតាំងនេះគឺផ្លូវឡើងទៅលើជួរភ្នំដងរែកគឺជាច្រកជាំសង្ងាំជាច្រកទ្វីអន្តរជាតិកម្ពុជាថៃជាមួយកម្ពុជាថៃបាទដែលស្ថិតក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យបាទអញ្ចឹងនេះជាផ្លូវឡើងទៅហើយចេញពីទីរួមស្រុកអន្លង់វែងទៅបាទហើយតាមផ្លូវឃើញថាផ្លូវនេះគឺស្ថិតនៅចន្លោះភ្នំបាទហើយពោពេញទៅដោយដើមឈើជុំវិញបាទហើយខ្ញុំធ្វើដំណើរទៅរៀងឆ្ងាយដែរហើយផ្លូវឡើងមិនសូវជាចោតប្រហែលទេបាទហើយមានឡានចេញចូលដែរបាទព្រោះជាច្រកមួយដែរបាទច្រកអន្តរជាតិមួយរវាងកម្ពុជាថៃបាទស្ថិតនៅក្នុងស្រុកអន្លង់វែងហើយជាស្រ័យបាទចំពោះវីដេអូអត់សូវច្បាស់ដោយសារគុណភាពកាមេរ៉ាទូរស័ព្ទរបស់ខ្ញុំអត់សូវច្បាស់បាទហើយនេះខ្ញុំក៏បានមកដល់បដាហើយតើតើនឹងតំបន់ច្រកព្រំដែននេះជាប់សង្ងាំនេះហើយឃើញថាមិនសូវមានមនុស្សអីកកកទេបាទហើយខាងឆ្វេងដៃនេះគឺខ្លោងទ្វារចូលកាស៊ីណូបាទកាស៊ីណូក៏ដូចជាសណ្ឋាគារបាទហើយបាទបានមកដល់ហើយបាទកន្លែងច្រកព្រំដែនបាទព្រំបន្ទល់បាទកន្លែងគេដោះដូរទំនិញគ្នាបាទខ្ញុំក៏បានចូលចតឡានក្បែរឡានខ្មៅនេះហើយក៏បានចុះពីលើឡានមកថតអីតិចតួចចឹងទៅជុំវិញហ្នឹងបាទដើម្បីឲ្យបងប្អូនបានទស្សនាហើយតិចទៀតខ្ញុំនឹងចេញពីនេះទៅកន្លែងផ្ទះតាមុកបាទសុំទោសកន្លែងភ្នៅប៉ុលពតបាទភ្នៅប៉ុលពតកន្លែងគេបូជាសពរបស់ប៉ុលពតបាទតិចទៀតបានឃើញរូបភាពហ្នឹងហើយបាទហើយនៅខាងក្រោយវីដេអូនេះក៏មានរូបថតបាទដែលខ្ញុំបានថតបាទនេះគឺទិដ្ឋភាពដែលខ្ញុំបានមកដល់ភ្នៅរបស់ប៉ុលពតហើយខ្ញុំក៏បានថតជាវីដេអូបាទនិយាយអញ្ចឹងទៅប៉ុន្តែខ្ញុំក៏បានបិទសំឡេងហើយខ្ញុំបញ្ចូលសំឡេងថ្មីវិញបាទអញ្ចឹងកន្លែងបូជាសពរបស់ប៉ុលពតហើយបងប្អូនដឹងហើយប៉ុលពតគឺជាអតីតមេដឹកនាំក្នុងរបបកម្ពុជាប្រជាធិបតេយ្យបាទឬក៏របបខ្មែរក្រហមដែលបងប្អូនដឹងថាមានការកាប់សម្លាប់ប្រជាជនបាទជិត3លាននាក់បាទហើយនេះភ្នៅរបស់គាត់ហើយខ្ញុំមកនេះគឺគាត់ចង់ដឹងចង់ឃើញបាទព្រោះគាត់ជាអតីតមេដឹកនាំរបបមួយដែរហើយខ្ញុំក៏ជាអ្នករៀនសូត្រផ្នែកប្រវត្តិសាស្ត្របាទអញ្ចឹងចង់ឃើញបាទចង់ដឹងបាទហើយភ្នៅរបស់គាត់នេះពីមុនមកមានតែរោងតូចមួយប្រក់សង្កសីហើយមកដល់បច្ចុប្បន្ននេះខ្ញុំបានទៅនឹងឃើញថ្មីនេះគឺខាងអាជ្ញាធរខេត្តក៏ដូចជាក្រសួងទេសចរទីទេសចរហ្នឹងបានប្រក់ជាដបូលបាទប្រក់ជាដបូលដោយគេចាត់ទុកថាទីតាំងនេះគឺជារមណីយដ្ឋានប្រវត្តិសាស្ត្ររមណីយដ្ឋានប្រវត្តិសាស្ត្រសម្រាប់ឲ្យអ្នកទេសចរបរទេសអីគាត់ចូលមកមើលបាទហើយខ្ញុំក៏ស្លៀកពាក់បាទអាវខ្មៅកម្មាបងកបាទមិននេះទេវាចៃដន្យទេបាទមិនជា style អីទេបាទហើយ
màខ្ញុំក៏បានថតបាទចែកជូនឲ្យមានអីទេបងប្អូនស្ងាត់ឈឹងមានអីទេបាទហើយប៉ុលពតនេះគឺគាត់ស្លាប់នៅក្នុងឆ្នាំ1998បាទហើយនេះបាទរូបថតដែលខ្ញុំបានថតបាទនៅច្រកព្រំដែនមិញនេះហើយនឹងរូបថតខ្ញុំថតនៅជុំវិញភ្នំប៉ុលពតបាទមានដើមឈើមានអីដុះទ្រុបទ្រោលបាទប៉ុន្តែគេសម្អាតបាទស្លឹកឈើអីអត់សូវមានទេហើយក៏មានអ៊ំស្រីម្នាក់បាទអ៊ំស្រីនេះគាត់ជាអ្នកដើរតាមប៉ុលពតតាំងពីប៉ុលពតនៅជាមេដឹកនាំហើយចៃដន្យអីគាត់ជាអ្នកតកែវបាទមានស្រុកកំណើតមកពីស្រុកខេត្តជាមួយខ្ញុំទៀតបាទនេះគាត់បាទហើយគាត់នៅថែភ្នូរបស់ប៉ុលពតនឹងតាំងពីដើមមករហូតដល់បច្ចុប្បន្នបាទហ្នឹងហើយបាទខ្ញុំក៏បានសាកសួរព័ត៌មានគាត់មួយចំនួនខ្លះដែរបាទបានថតរូបជាមួយគាត់បាទហើយសួរចុះសួរឡើងអ្នកស្រុកមួយគ្នាបាទហើយហ្នឹងហើយគាត់នៅថែហ្នឹងបាទអញ្ចឹងមកបងប្អូនបានទៅលេងនៅខាងស្រុកលងវែងបាទឈៀងទៅមើលផងបាទឲ្យដឹងឲ្យស្គាល់បាទហ្នឹងហើយជាកន្លែងប្រវត្តិសាស្ត្របាទហើយវីដេអូរបស់ខ្ញុំរូបថតអីហ្នឹងមានតែប៉ុណ្្នឹងបាទ